អ្នកទាំងអស់គ្នាកំពុងតែជួបប្រទះជាមួយនឹងពណ៌ជ្រុកត្រេតរបស់ឲ្យយឺតមែនអត់អ្នកទាំងអស់គ្នាចង់បានផលលឿនមែនអត់ហ្នឹងគឺថាយើងមានវិធីសាស្ត្រដើម្បីឲ្យពណ៌ជ្រុកនឹងវាត្រេតផលឲ្យយើងលឿនដោយយើងមិនចាំបាច់ចំណាយពេលយូរក្នុងការរង់ចាំវាចឹងគឺថារបស់តិចតួចដែលយើងមានគឺមានដូចជា chest absorber និង piston ជាដំបូងយើងដាក់ chest នៅពីមុខហើយដាក់ sticky piston ដាក់ absorber ឲ្យទល់មុខគ្នាបន្ទាប់ពីយើងដាក់ឲ្យឃើញថាពណ៌ជ្រូកវាត្រេតផលឲ្យយើងលឿនខ្លាំងមែនតើចឹងឥឡូវគឺថាយើងឈរចាំវាមួយសន្ទុះចង់នឹងថាវាថេតផលឲ្យយើងបានប្រមាណគឺថាវិធីសាស្ត្រនេះគឺវាល្អខ្លាំងមែនទែនសម្រាប់អ្នកលេង speed run បើសិនជាអ្នកគ្នាចង់បានផលលឿនៗអាចយកវិធីសាស្ត្រខ្ញុំទៅធ្វើបានគឺថា trade បានលឿនប៉ិតមកវិធីសាស្ត្រទី2 loop item អញ្ចឹងអ្នកទាំងអស់គ្នាដែលខ្ជិលតំាញ diamond ក្នុង KOA អាច loop item យករបស់ខ្ញុំមកប្រើបានវិធីសាស្ត្រនេះគឺជាការ click របស់ Minecraft មកឲ្យខាត់ពេលយូរយើងចូលទៅធ្វើកន្លែង loop item របស់យើងទៅដំបូងយើងដាក់ piston ម្លងគ្នា3 block តមកដាក់ smooth stone ហើយដាក់ hopper ឲ្យទល់មុខគ្នាតទៅយើងដាក់ hopper ឲ្យទល់មុខគ្នាហើយយើងដាក់ redstone នឹងគ្នាយើងដាក់តាមខ្ញុំចឹងមកហើយយើងងាកមកខាងនេះបន្តិចយើងដាក់ smooth stone ដាក់ redstone torch ហើយតមកដាក់ lavaយើងដាក់វាហើយយើងបើកវាមកហើយយើងងាកមកខាងនេះដាក់ redstone repeater ហើយយើងបើកវាចំនួន3ហើយតមកយើងដាក់អានឹងនៅក្បែរគ្នាមកបើកវាចំនួន3ដដែលហើយតមកអ្នកគ្នាត្រូវមានបានដល់ដែលមាន diamond ក្នុងហ្នឹងហើយយើងចុចបើកវាទៅគឺម៉ាស៊ីនហ្នឹងវាដំណើរការ loop item របស់យើងហើយតើឥឡូវគឺថាវាបានរឿងមកសន្ទុះដែរយើងចុចបិទម៉ាស៊ីនហ្នឹងមកអ្នកគ្នាឃើញវាក្លិចអត់ហ្នឹងវាក្លិចចុះឡើងតើឥឡូវយើងចុចដាក់ក្នុង inventory យើងមកតើឥឡូវខ្ញុំចុចដាក់វាបាន3ហើយហ្នឹង3ហើយអ្នកគ្នាអញ្ចឹងយើងចាប់ផ្ដើមយក diamond ចេញពី bundle នោះមកឃើញថាវាមាន3 stack ហ្នឹងហើយចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាកុំភ្លេច subscribe ផងហើយ like លើវីដេអូហ្នឹងណាដោយសារ channel របស់យើងទៅបង្កើតថ្មីហើយបើសិនជាអ្នកគ្នាចូលចិត្តមើលអីយ៉ាហ្នឹងហើយកុំភ្លេច subscribe ខ្ញុំគឺថាឲ្យមើលនេះកន្លែង loop item របស់យើងគឺមើលសិនណាកប៉ិកកប៉ុកអីប៉ុណ្្នឹងហើយអាចយកធ្វើ survival speed run អីបានតាមស្រេចទៅចិត្តអ្នកគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ